សូមជូនរឿងនាងកង្រីកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះរិទ្ធីសែនបានធ្វើដំណើរយ៉ាងឆ្ងាយមកដល់នគររបស់ពស់យក្សគាត់មកទីនេះដើម្បីលួចគ្រាប់ភ្នែកទិព្វដើម្បីយកទៅព្យាបាលភ្នែករបស់ម្ដាយគាត់ប៉ុន្តែគាត់ត្រូវតែប្រយ័ត្នខ្លួនមិនឲ្យពួកយក្សចាប់បានឡើយនៅទីនោះរិទ្ធីសែនបានជួបនឹងនាងកង្រីដែលជាកូនស្រីរបស់ស្ដេចយក្សគ្រាន់តែបានឃើញភ្លាមអ្នកទាំងពីរមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកហាក់ដូចជាគូព្រេងពីអតីតជាតិទោះបីជាស្រឡាញ់កង្រីខ្លាំងប៉ុណ្ណាក៏រិទ្ធីសែនមិនភ្លេចតួនាទីរបស់ខ្លួនថ្ងៃមួយគាត់បានរកឃើញកន្លែងទុកថ្នាំទិព្វនិងភ្នែករបស់ម្ដាយគាត់ដែលពួកយក្សបានលះទុកដើម្បីរត់គេចខ្លួនរិទ្ធីសែនបានប្រើឧបាយកលដាក់ថ្នាំសណ្ដំក្នុងស្រាឲ្យពួកយក្សផឹកមិនយូរប៉ុន្មានពួកយក្សទាំងអស់រួមទាំងនាងសន្ធិមាក៏ដេកលុកអស់ទៅឱកាសល្អបានមកដល់រិទ្ធីសែនក៏លួចយកថ្នាំទិព្វហើយជិះសេះមនីចាក់ហោះគេចចេញពីនគរយក្សយ៉ាងប្រញាប់ក្នុងចិត្តរបស់គាត់ពោពេញដោយការឈឺចាប់ដែលត្រូវចាក់ចោលភរិយាជាទីស្រឡាញ់លុះព្រឹកឡើងនាងកង្រីភ្ញាក់ពីដំណេកបាត់ប្តីសម្លាញ់ពីប្រាសាទនាងភ័យស្លន់ស្លោហើយដឹងភ្លាមថាប្តីរបស់នាងបានរត់ចោលនាងហើយដោយក្តីស្រឡាញ់នឹងការឈឺចាប់នាងកង្រីបានរត់តាមស្វែងរកប្តីនាងបានស្រែកហៅឈ្មោះរិទ្ធីសែនឲ្យត្រឡប់មកវិញទាំងទឹកភ្នែកហូរចុកផ្ទាល់ពេលដែលនាងកង្រីជិតតាមទាន់រិទ្ធីសែនបានបោះគ្រាប់ក្រួយសើចបង្កើតជាទន្លេភ្លៀងខៀងផ្លូវគាត់ស្រែកប្រាប់នាងថាអូនកុំតាមបងអីបងត្រូវតែជួយម្ដាយបងនាងកង្រីអស់កម្លាំងនិងអស់សង្ឃឹមនាងបានដេកយំនៅមាត់ទឹករហូតទាល់តែដាច់ខ្យល់ស្លាប់ដោយសារតែសេចក្តីស្នេហាចំពោះប្តីរាងកាយរបស់នាងក៏បានคล้ายទៅជាភ្នំមួយដែលគេហៅថាភ្នំនាងកង្រីរឿងនេះបានคล้ายជាដំណើរតមកដល់សប្តាហ៍នេះនៅក្នុងខេត្តកំពង់ឆ្នាំងសូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់